បុរសម្នាក់ដែលធ្វើការនៅធនាគារបានរកឃើញអ្វីមួយចម្លែកគាត់បានកត់សម្គាល់ឃើញថាស្ទើរតែគ្មានអតិថិជនណាម្នាក់ដែលដកប្រាក់យកចិត្តទុកដាក់ចំពោះការកាត់ប្រាក់1សេនពីកណេរបស់ពួកគេនោះទេគឺការគិតថ្លៃសេវាកម្មដ៏តិចតួចនេះហើយដែលបានបង្ហាញឱកាសឲ្យយ៉ាកក្លាយជាអ្នកមានពីព្រោះប្រសិនបើវាជោគជ័យគាត់អាចក្លាយជាអ្នកមានក្នុងរយៈពេលតែមួយយប់ទោះបីជាយ៉ាកគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់ក៏ដោយប៉ុន្តែធនាគារដែលគាត់ធ្វើការមានអតិថិជន5 លាននាក់នៅទូទាំងពិភពលោកអាស្រ័យលើប្រភេទកណនីធនាគារបានគិតថ្លៃសេវាស្ទើរតែរាល់ថ្ងៃប្រសិនបើគាត់អាចដកប្រាក់តែ1សេនពីកណនីនីមួយហើយរក្សាវាទុកគាត់នឹងក្លាយជាសេដ្ឋីយ៉ាងឆាប់រហ័សហើយគ្មានអតិថិជនណាម្នាក់សង្ស័យឡើយប៉ុន្តែបញ្ហាគឺយ៉ាកគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់ដែលគ្មានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធនោះទេទោះជាយ៉ាងណាក៏ដោយគាត់មានជំនាញខាងកុំព្យូទ័រនៅយប់នោះយ៉ាកបានសរសេរកម្មវិធី Trojan មួយបន្លំវាជាឯកសារធម្មតាហើយផ្ញើវាទៅប្រធានធនាគារបន្ទាប់មកគាត់បានរងចាំយ៉ាងស្ងៀមស្ងាត់ឲ្យនុយត្រូវលេបពិតណាស់នៅថ្ងៃបន្ទាប់នៅពេលដែលប្រធានធនាគារមកធ្វើការគាត់បានបើកកុំព្យូទ័ររបស់គាត់តាមទម្លាប់ដោយឃើញអ្វីដែលមើលទៅដូចជាអ៊ីមែលការងារធម្មតាគាត់បានចុចលើវាដោយមិនស្ទាក់ស្ទើរយ៉ាកបានលួចចូលកុំព្យូទ័ររបស់គាត់ដោយជោគជ័យហើយថែមទាំងបានរកឃើញការសម្ងាត់របស់គាត់ជាមួយជំនួយការវ័យក្មេងរបស់គាត់ដោយចែកដនឲ្យទៀតផងប៉ុន្តែយ៉ាកមិនខ្វល់ពីរឿងនោះទេគាត់បានចាប់ផ្ដើមប្រតិបត្តិការពីចម្ងាយហើយ Trojan បានរីករាលដាលយ៉ាងលឿនពេញការិយាល័យដោយមិនយូរប៉ុន្មានវាបានឆ្លងទៅប្រព័ន្ធធនាគារទាំងមូលគោលដៅពិតប្រាកដរបស់គាត់គឺស្វែងរកកុំព្យូទ័ររបស់អ្នកគ្រប់គ្រងប្រព័ន្ធពីព្រោះមានតែម៉ាស៊ីននោះទេដែលមានសិទ្ធិចូលប្រើប្រាស់ម៉ាស៊ីនមេរបស់ធនាគារមិនយូរប៉ុន្មានបុគ្គលិកបានកត់សម្គាល់ឃើញថាប្រព័ន្ធត្រូវបានជ្រៀតចូលតែនេះជាផ្នែកមួយនៃផែនការរបស់យ៉ាកនៅពេលដែលបុគ្គលិកសន្តិសុខបច្ចេកវិទ្យាបានមកដល់អ្វីដំបូងដែលពួកគេត្រូវធ្វើគឺចាប់ផ្ដើមប្រព័ន្ធឡើងវិញប៉ុន្តែវាទាមទារឲ្យបញ្ចូលពាក្យសម្ងាត់យ៉ាកបានចាប់យកពាក្យសម្ងាត់ចូលយ៉ាងងាយស្រួលហើយបានភ្ជាប់ទៅកាន់ម៉ាស៊ីនមេរបស់ធនាគារដោយជោគជ័យបន្ទាប់មកគាត់បានចាប់ផ្ដើមកាត់ប្រាក់1សេនពីកណនីអតិថិជនទាំង5 លាននាក់ក្រោមឈ្មោះថាថ្លៃសេវាកម្មក្នុងរយៈពេលត្រឹមតែ1នាទីគាត់រកបាន$95,000ដុល្លារប៉ុន្តែប្រាក់នោះមិនទាន់មានសុវត្ថិភាពនៅឡើយទេដើម្បីជៀសវាងការបន្សល់ទុកភស្តុតាងគាត់ត្រូវស្វែងរកកណនីក្រុមហ៊ុនដែលមិនដំណើរការហើយផ្ទេរប្រាក់ទាំងអស់ទៅក្នុងនោះបន្ទាប់ពីការងារមួយចំនួនយ៉ាកបានបង្កើតទ្រព្យសម្បត្តិដំបូងរបស់គាត់ដោយជោគជ័យដោយគ្មាននរណាម្នាក់កត់សម្គាល់ជោគជ័យហើយជោគជ័យហើយជោគជ័យហើយប៉ុន្តែមុនពេលគាត់អាចអបអរសាទរមានការគោះទ្វារវាគឺជាអ្នកទារបំណុលឪពុករបស់យ៉ាកបានសន្សំបំណុលលបែងយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយឥឡូវនេះកំពុងមានជំងឺធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យពួកអ្នកចងការប្រាក់បានមករកយ៉ាកដើម្បីទារប្រាក់ទោះបីជាឥឡូវនេះយ៉ាកមានប្រាក់ក៏ដោយក៏គាត់គ្មានសាច់ប្រាក់នៅក្នុងដៃដែរប្រសិនបើពួកគេចាប់គាត់បានគាត់ច្បាស់ជាត្រូវគេវាជាមិនខាននៅពេលនោះជនពាវ2នាក់បានធ្លីទ្វារចូលមកយ៉ាកបានរត់យ៉ាងលឿនទៅកាន់យ៉ហើយលោតចុះពីលើអគារគាត់ចង់គេចខ្លួនតាមម៉ូតូរបស់គាត់ប៉ុន្តែស្រាប់តែដឹងថាគាត់បានទុកសោនៅផ្ទះបាត់ទៅហើយពេលនោះពួកជនពាវកំពុងដេញតាមគាត់រួចទៅហើយនៅគ្រាដ៏សំខាន់នោះគាត់បានឃើញតាក់ស៊ីមួយហើយបានលោតចូលដោយហុចប្រាក់$1,000ទៅឲ្យអ្នកបើកបរហើយសុំឲ្យជួយអ្នកបើកបរបានយល់ភ្លាមបន្ទាប់ពីបានឃើញពួកជនពាវប៉ុន្តែអ្នកដេញតាមមិនព្រមបោះបង់ឡើយពួកគេបានដេញតាមទាន់យ៉ាងលឿនដោយម៉ូតូហើយថែមទាំងដកកាំភ្លើងដើម្បីបង្ខំឲ្យតាក់ស៊ីឈប់ទៀតផងអ្នកបើកបរបានជន់ហ្គាសយ៉ាងខ្លាំងហើយបើកចូលទៅក្នុងចរាចរណ៍បញ្ច្រាស់ទេសពួកជនពាវត្រូវបង្ខំចិត្តបន្ថយល្បឿនដើម្បីជៀសវាងការបុកគ្នាវាច្បាស់ណាស់ថាប្រសិនបើគាត់មិនសងបំណុលនៅថ្ងៃនេះទេគាត់នឹងត្រូវស្លាប់ប៉ុន្តែការផ្ទេរប្រាក់តាមអ៊ីនធឺណិតអាចត្រូវបានគេតាមដានហើយម៉ាស៊ីនអាចមានដែនកំណត់នៃការដកប្រាក់ដូច្នេះគាត់ត្រូវតែទៅធនាគារយ៉ាកបានតាក់ទងទៅធនាគារក្បែរនោះដោយធ្វើពុតជាបុគ្គលិកនៃក្រុមហ៊ុនធំមួយដែលមានការងារបន្ទាន់ហើយបានស្នើសុំឲ្យពួកគេរៀបចំសាច់ប្រាក់យ៉ាងច្រើនបុគ្គលិកធនាគារបាននិយាយថាវាត្រូវចំណាយពេលខ្លះទន្ទឹមនឹងនោះពួកជនពាវកំពុងដេញតាមទាន់ម្ដងទៀតអ្នកបើកបរបានបង្កើនល្បឿនហើយអាចគេចផុតពីពួកគេជាបណ្ដោះអាសន្នមិនយូរប៉ុន្មានយ៉ាកបានទៅដល់ធនាគារទោះបីជាមានការប្រញាប់ប្រញាល់ក៏ដោយក៏គាត់ធ្វើពុតជាស្ងប់ស្ងាត់ប៉ុន្តែនៅពេលដែលគាត់ព្យាយាមដកប្រាក់បុគ្គលិកធនាគារបានសួររកការសម្គាល់ខ្លួនបុគ្គលិកជាសំណាងល្អយ៉ាកបានរៀបចំកាត់ខ្លែងរួចជាស្រេចប៉ុន្តែបុគ្គលិកធនាគារមើលទៅម៉ឺងម៉ាត់ណាស់រហូតដល់យ៉ាកគិតថាគាត់ត្រូវបានគេចំណាំបាននៅខណៈបន្ទាប់បុគ្គលិកធនាគារបានហុចប្រាក់ឲ្យគាត់វាគ្រាន់តែជាការភ័យស្លន់ស្លោតែម្នាក់ឯងប៉ុណ្ណោះយ៉ាកទទួលបានប្រាក់ហើយបានបង្វែរខ្លួនចេញទៅយ៉ាងលឿនប៉ុន្តែមុនពេលគាត់អាចចេញទៅក្រៅបុគ្គលិកធនាគារបានហៅគាត់ត្រឡប់មកវិញស្រាប់តែយ៉ាកបែកញើសជុះតើត្រូវបានគេរកឃើញហើយមែនទេបុគ្គលិកធនាគារបានសួរដោយចង់ដឹងថាតើអ្នកអាចដកសាច់ប្រាក់ច្រើនយ៉ាងនេះដោយមិនរាប់វាដោយរបៀបណាយ៉ាកបានឆ្លើយតបថាវាមិនសំខាន់ទេធនាគារមិនបោកប្រាស់អតិថិជនរបស់ខ្លួនឡើយឬបែបនេះបុគ្គលិកធនាគារក៏មានអារម្មណ៍ធូរស្រាលនៅពេលនោះជនពាវទាំងពីរនាក់បានមកដល់ច្រកចូលធនាគារយ៉ាកបានសងបំណុលភ្លាមហើយទីបំផុតមានអារម្មណ៍ធូរស្រាលការគ្មានបំណុលមានអារម្មណ៍ថាមានសេរីភាពអស្ចារ្យណាស់គាត់បានប្រើប្រាក់ដែលនៅសល់ដើម្បីបង់ថ្លៃវះកាត់របស់ឪពុកគាត់ហើយបានប្រាជ្ញាចិត្តថានឹងឈប់លួចប្លន់នៅពេលដែលឪពុករបស់គាត់ជាសះស្បើយយ៉ាកបានគ្រោងនឹងត្រឡប់ទៅធ្វើការវិញនិងរស់នៅក្នុងជីវិតដ៏ស្មោះត្រង់ប៉ុន្តែនៅពេលដែលអ្វីហាក់ដូចជាមានភាពស្ងប់ស្ងាត់ទៅហើយព័ត៌មានស្រាប់តែបានរាយការណ៍អំពីការស្លាប់របស់ប្រធានធនាគារគាត់ត្រូវបានគេសម្លាប់យ៉ាកមានការភ័យស្លន់ស្លោគាត់ទើបតែបានយកប្រាក់ហើយឥឡូវនេះប្រធានធនាគារបានស្លាប់បាត់ទៅហើយទោះបីជាវាពាក់ព័ន្ធនឹងគាត់ឬអត់ក៏ដោយឥឡូវនេះគាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសន្តិសុខបានបិទអគាររួចហើយប៉ូលីសកំពុងធ្វើដំណើរមកនៅពេលដែលពួកគេចាប់ផ្ដើមស៊ើបអង្កេតពួកគេប្រកាសជាស្វែងរកឃើញអ៊ីមែលលួចចូលកុំព្យូទ័ររបស់ចៅហ្វាយនីបន្ទាប់មកតាមដានពួកគេប្រកាសជាដឹងពីការសម្ងាត់របស់គាត់មិនខានដោយគិតដល់ចំណុចនេះគាត់ត្រូវតែលុបអ៊ីមែលដែលបានផ្ញើទៅចៅហ្វាយរបស់គាត់ជាមុនប៉ុន្តែជាអកុសលកុំព្យូទ័រយួរដៃរបស់គាត់នៅផ្ទះហើយអគារត្រូវបានបិទជិតទាំងស្រុងគ្មានផ្លូវចេញឡើយ
បន្ទាប់មកគាត់បានគិតពីជំរើសមួយផ្សេងទៀតបន្ទប់ម៉ាស៊ីនមេនៅជាន់ទី4ក៏អាចប្រើដើម្បីលុបអ៊ីមែលបានដែរប៉ុន្តែវាត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងដោយអាចចូលបានតែជាមួយនឹងស្នាមមេដៃរបស់នាយកប្រតិបត្តិប៉ុណ្ណោះក្នុងនាមជាបុគ្គលិកថ្នាក់ទាបគាត់គ្មានឱកាសទាល់តែសោះ Under great psychological pressure, Jack vomited furiously. ភ្លាមនោះនាយកប្រតិបត្តិម្នាក់បានប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ទឹកដោយសារបញ្ហាក្រពះហើយការបូបដែលគាត់បានទុកនៅលើអាំងលាងដៃបានតាក់ទាញការចាប់អារម្មណ៍របស់ Jack បានឆក់យកទូរស័ព្ទរបស់នាយកប្រតិបត្តិហើយបានរកឃើញពន្លឺនៃក្តីសង្ឃឹម Jack ត្រូវតែប្រើស្នាមមេដៃនេះដើម្បីដោះសោជណ្ដាលយន្តហើយទៅជាន់ទី4បន្ទប់ម៉ាស៊ីនមេធំដើម្បីបំផ្លាញភស្តុតាងនៃឧក្រិដ្ឋកម្មរបស់គាត់មុនពេលប៉ូលីសមកដល់ប៉ុន្តែស្រាប់តែមាននាយកប្រតិបត្តិម្នាក់ទៀតលេចមុខមកកំពុងនិយាយទូរស័ព្ទប្រសិនបើត្រូវបានគេរកឃើញ Jack នឹងត្រូវចាប់ខ្លួនភ្លាមដោយទប់ការភ័យស្លន់ស្លោរបស់គាត់បានព្យាយាមដោះសម្ដងហើយម្ដងទៀតមុនពេលដែលនាយកប្រតិបត្តិងាកក្រោយគាត់បានទទួលជោគជ័យហើយបានបិទទ្វារចណ្ដាលយន្តគាត់បានទៅដល់ជាន់ទី4ប៉ុន្តែនៅតែត្រូវការកាត់ចូលដើម្បីចូលទៅក្នុងបន្ទប់ម៉ាស៊ីនមេគាត់បានប្រើហ្វីលទូរស័ព្ទដើម្បីដោះសោទ្វារម្ដងទៀតដោយចូលទៅក្នុងបន្ទប់គ្រប់គ្រងជំហានដំបូងរបស់គាត់គឺការលុបរូបភាពឃ្លាំមើលនិងបិទកាមេរ៉ាទាំងអស់នៅក្នុងអគារប៉ុន្តែវានឹងជូនដំណឹងដល់សន្តិសុខភ្លាមគាត់មានពេលត្រឹមតែ15នាទីប៉ុណ្ណោះក្នុងចំណោមបុគ្គលិកគ្រប់គ្រងគាត់បានជ្រើសរើសគោលដៅដែលមិនមានសំណាញ់ម្នាក់ហើយបានប្រើអត្តសញ្ញាណនោះដើម្បីបោះពុម្ពកាត់ចូលដែលជាគូប្រជែងស្នេហារបស់គាត់បានចាប់យកកាតហើយប្រជែងនឹងពេលវេលានៅសល់ពេល11នាទីគាត់បានប្រញាប់ប្រញាល់ត្រឡប់ទៅបន្ទប់ម៉ាស៊ីនមេវិញហើយបានចូលដោយជោគជ័យដោយនៅសល់ពេល9នាទីគាត់ត្រូវតែលុបផូស្តាំងទាំងអស់ហើយគេចខ្លួនទន្ទឹមនឹងនោះនាយកប្រតិបត្តិបានកត់សម្គាល់ឃើញសកម្មភាពប្រព័ន្ធមិនប្រក្រតីមាននរណាម្នាក់កំពុងដំឡើងប្រព័ន្ធធនាគារដោយខុសច្បាប់សន្តិសុខបានតាមដានវាទៅកាន់ថមដែលបានចូលទៅក្នុងបន្ទប់ម៉ាស៊ីនមេពួកគេបានបញ្ជូនមនុស្សទៅចាប់ខ្លួនគាត់ភ្លាម